អូខេសួស្តីបងប្អូនអរគ្នាថ្ងៃនេះជាថ្ងៃទី1ដែលខ្ញុំចាប់ផ្ដើមធ្វើវីដេអូខ្លីដែលងាយស្រួលយល់និងស្រួលមើលតាក់ទងទៅនឹងរូបភាពប្រចាំថ្ងៃដែលខ្ញុំបានដាក់ topic នៅក្នុង group របស់ខ្ញុំណា group Mardi Suong ដែលមានជាភាសាអង់គ្លេស Mardi Suong ហើយខ្មែរ Suong Mardi Fans បាទអញ្ចឹងក្នុងគឺខ្ញុំតែងតែដាក់គេថាប្រធានបទណានឹងចឹងហើយបាទប្រធានបទដើម្បីបងប្អូនយើងព្យាយាមថតលេងតាមប្រធានបទហ្នឹងទី1ក្នុងគោលបំណងឲ្យគាត់យល់ដឹងក៏ដូចជាចេះបាទតកតងទៅនឹងការថតរូបក៏ដូចជាសប្បាយផងដែរកុំឲ្យគាត់ភ្លេចនៅការថតរូបរបស់គាត់អញ្ចឹងគាត់អាចមាន topic អីថតប្រចាំថ្ងៃរបស់គាត់ចាំខែជាមួយនឹង topic របស់ខ្ញុំហ្នឹងហើយក៏ជាចំណេះដឹងក៏ដូចជាការលេងបានរង្វាន់អីខ្លះៗដែរកូន baby hello បាទនេះគឺជាប្រធានបទរបស់ខ្ញុំគឺ architect បាទ architecture អញ្ចឹង architecture កន្លែងនេះគឺខ្ញុំចង់និយាយអំពីបាទអគារឬក៏ហេដ្ឋារចនាសម្ព័ន្ធទាក់ទងទៅនឹងការ design ក៏ដូចជានិយាយចំទៅទាំងអគារទាំងផ្ទះទាំងអីចឹងណាហ្នឹង architect បាទអញ្ចឹងក្នុងគឺខ្មែរគេហៅថាស្ថាបត្យកម្មបាទអញ្ចឹងទៅយើងអាចថតដោយបែបលក្ខណៈទូទៅបានបាទជាមួយនឹង line ជាមួយនឹងរូបមន្តឬក៏ដូចជា rule របស់ photography ធម្មតាបាទអញ្ចឹងមិនមែនជាលក្ខណៈ street photography ដូចនៅក្នុង group របស់ខ្ញុំមួយទៀតគឺ group Cambodia Street Photography ទេអញ្ចឹងយើងអាចថតសេរីបានថតមិនបាច់មានមនុស្សក៏បានដែរបាទឲ្យតែថតអគារនិងការរៀបចំអគារអីឡើងបាទអញ្ចឹងក្នុងនេះគឺយើងបងប្អូនយើងបាទថតច្រើនបាទល្អហ្នឹងហើយអញ្ចឹងពេលខ្លះគាត់ដាក់បែប street មកដែរសិតតែរឿងគាត់ creative ល្អបាទអញ្ចឹងយើងអាចcreate តាមនឹងបានទាំងអស់បាទការថតរបស់យើងហ្នឹងអញ្ចឹងយើងមានគ្រប់ទម្រង់បាទតទៅទៅនឹង city and architecture ហ្នឹងមានផ្ទះមានអីយ៉ាងទៅធម្មតាអគារតែតែត្រង់អត់វាចវាថាអត់វាចវ៉ចអីទេអញ្ចឹងធ្វើម៉េចឲ្យត្រង់ធ្វើម៉េចឲ្យតាមក្បួនរបស់ architect ហ្នឹងបាទមានចាប់ជ្រុងនេះជ្រុងនោះអញ្ចឹងទៅបាទអញ្ចឹងហើយយើង create ជាមួយនឹងមនុស្សក៏បាន create ជាមួយនឹង framing អីចឹងបាន